បាទអញ្ចឹងគ្រូមាន exercise ឲ្យគ្នាយើងធ្វើបាទគ្រូយកពីបាទ website ល្បី lead code ណាបាទគ្នាយើងមួយចំនួនគឺដឹងហើយស្គាល់ lead code ហើយណាបាទគឺ3នេះបាទទី1 move 0បាទយើងធ្វើឲ្យគ្រប់លក្ខខណ្ឌមកគ្រូបើកនេះពីមកបាទ website នេះគឺបាទវាមានលំហាត់ហើយឲ្យយើងគិតមកនេះគេបញ្យល់យើងណាបាទបញ្ចូលparameter ឲ្យខ្លះហើយ expected output មិនខ្លះណាបាទអញ្ចឹងលំហាត់មួយនេះយើងធ្វើពីអីmove 0 គឺវាចេះយើងមើលយក given an integer array បាទឈ្មោះឋានណាមអញ្ចឹងណាបាទ array នៃ integer ហ្នឹងបាទគេឲ្យយើង move all 0បាទឲ្យតែមាន0យើង move ទៅនេះ to the end of it while maintaining the relative order of non 0បាទមានថាយើង move តែលេខ0ទេឱកាសពីហ្នឹងទុកតតែ relative order ហ្នឹងមានន័យចេះបើយើងពិបាកយល់អត្ថន័យគេយើងមើលឧទាហរណ៍ឧទាហរណ៍នេះគឺ array មានប្រមាណមាន5ធាតុនេះហើយមានលេខ0មាន2ទីតាំងនេះ0នេះបាទយ៉ាងឲ្យតែ0យើង move ទៅចុងនេះ0 move ទៅចុងវាសល់លេខ1នៅមុខមិនអត់បាទតមក1ហើយ0ទៀតអញ្ចឹងមូល0ទៅខាងចុងទៀតអញ្ចឹងវាសល់1 3 12 1 3 12 0 0ខាងចុងតោះណាបាទឧទាហរណ៍ទី2បើមានតែ0ទេគឺបាទតែប៉ុណ្្នឹងឯងណាអញ្ចឹងមាន0ប៉ុន្មានក៏ដោយមូលទៅចុងទាំងអស់ហើយយើងទុកលេខដែលមិន0ឲ្យតាម order វាមក1 3 12 1 3 12ចឹងមកណាបាទតើយើងសេ algorithm មិនបាទហើយបើគ្នាយើងអត់ដឹង test case មិនខ្លះទេយើងមើលខាងអ្នក test case របស់គេណាដាក់តាមហ្នឹងមកណាតែ test case នេះគឺគេអូតូឯងបាទឥឡូវយើងគាត់ដាក់ save មកហើយចុច run មកបាទហើយយើងអាចយកកូដហ្នឹងយក requirement ហ្នឹងមក save នៅក្នុង Eclipse របស់យើងមកស្រួលមួយយ៉ាងដែរណាបាទតោះណាហើយរៀនគិតពី test case ផ្សេងដែលគ្រូធ្លាប់បានបង្រៀនមកបាទនេះឡើងគេរ៉ានគេបាទនេះយើង save ភាសាអីក៏បានដែរនេះ C++ អីចឹងទៅណាបាទយើងប្រើ Java យើងមើល Java មកនេះណា Python ផ្សេងមកបាទហ្នឹងលំហាត់ទី1បាទលំហាត់ទី2 double content duplicate បាទម៉ាត់រៀងច្រើនតិចនេះចឹងតែ3ឯងបាទហើយលំហាត់នេះយើងធ្វើឲ្យពេលណាផ្ញើគ្រូពេលហ្នឹងមកអត់ចាំបាច់ថាសប្តាហ៍ក្រោយអីទេបាទហើយពេលណាផ្ញើមកពេលហ្នឹងមកបាទយើងប្រើពេល2 3សប្តាហ៍ក៏បានឲ្យតែបានគិតតោះនេះយើងត្រូវចាំថាយើងកំពុងរៀន algorithm ណា algorithm អញ្ចឹងបាទត្រូវធ្វើលំហាត់បាទមួយទៀតនេះត្រូវពីបាទអញ្ចឹងអានេះ rotate array បាទនេះអានេះអាចថារៀងលំបាកបន្តិចណាលំបាកបន្តិចបាទនេះ rotate array មានថាម៉េចមានថាឧទាហរណ៍គេមាន array នេះយើងអានមើលតាមហ្នឹងមកនេះ rotate array to the right by car step មានថា n step ចឹងណាបាទ while car is non negative បាទអញ្ចឹង k ហ្នឹងធំជាង0បាទអញ្ចឹងវាឲ្យ rotate យើង3 step 2 step អញ្ចឹងទៅអាស្រ័យទៅតម្លៃការអញ្ចឹងបើសិនជាគេឲ្យ array មកប៉ុណ្ណឹង1 3 17ហើយគេឲ្យយើង rotate 3ដងមានថាការស្មើ3បាទ rotate 3ដងមិនមែនទេស្គាល់ rotate ទេ rotate ថារំកិលពង្វល់អញ្ចឹងណា rotate បាទអញ្ចឹង rotate ម្ដងមិនថាលេខ1ទៅខាងចុងពីដើមគេវិញតើតើណាបាទតែក្នុងករណីនេះគេឲ្យ rotate ពីខាងចុងមកមុខវិញបាទពីខាងចុងមុខវិញគឺបានចេះនេះ1 ដល់7ណាអានេះ rotate 3ដងណាបាទអញ្ចឹងជុំទី1 rotate ម្ដងគឺលេខ7មកមុខនេះយើងបោះ7មកមុខមកអញ្ចឹងលេខ1លេខ2លេខ3រំកិលណាបាទហើយមកតង់ទៀតលេខ6មកមុខវិញ6 7 1 3ចាហើយមកតង់ទៀតទៅជាចេះវិញដោយសារតែ k ហ្នឹងស្មើ3បានរំកិល3ដងតោះណាបាទតើសេ algorithm វាមិនបាទអូខេហើយលំហាត់ទី3មកទី3ស្រួលទេ duplicate បាទស្វែងរកថាវា duplicate អត់ given array integer ណាំបាទយើងត្រូវរៀនចេះអានអង់គ្លេសណាយល់អត្ថន័យបាទព្រោះអត់អាចមាន
អ្នកណាមកបង្រៀនយើងរហូតទេយើងត្រូវចេះភាសាអង់គ្លេសហើយស្វ័យសិក្សាខ្លួនឯងគ្រូបង្រៀននេះគ្រូគ្រាន់តែបើកផ្លូវគ្នាយើងបាទចេះធ្វើវាបាទសល់ប្រហែលthìយើងសិក្សាបន្ថែមបាទគ្រូប្រាប់អញ្ចឹងបើចង់ខ្លាចជាអ្នកខ្លាំងគឺត្រូវអាសាបាទអ្នកខ្លាំងមិនសូវសម្បូរទេបើថាតាអ្នករវល់មានច្រើនណាអ្នករវល់មានច្រើនអ្នកអត់សូវខំមានច្រើនបាទអញ្ចឹងឲ្យធ្វើឲ្យអ្នកខ្លាំងមិនសូវមានទេហើយអ្នកខ្លាំងហ្នឹងគឺបាទសមត្ថភាពគាត់គឺលេចធ្លោជាងគេប្រាក់ខែច្រើនជាងគេអញ្ចឹងទៅបាទនេះវាជាយុទ្ធធម៌មួយដែរបាទយើងខំប្រឹងណាបាទแล้วគ្រូបញ្យល់តfunction ហ្នឹងឲ្យ return true បើសិនជាមាន value ណាដែលបើមានលើសពីម្ដងហៅថា2ដងឡើងណាបាទអញ្ចឹង array នេះគឺមានលេខ1 2ដងបាទអញ្ចឹង return true មានថាវា duplicate ណាមាន3ដងក៏ដោយ duplicate បាទតែបើសិនជាអត់មាន duplicate ទេ return false តោះណាយើងបាទហើយធ្វើមកបាទធ្វើមកហើយធ្វើឲ្យពេលណាផ្ញើគ្រូពេលហ្នឹងមកបាទយើងប្រើពេលមួយអាទិត្យពីរអាទិត្យ3អាទិត្យស្អីតែគ្នាយើងបាទកាន់តែបានធ្វើតោះនេះយើងបាទបាទលោកគ្រូ